តើអ្នកដឹងឬទេនៅក្នុងព្រះគម្ពីរទាំងមូលមិនត្រឹមតែនិយាយអំពីសេចក្តីជំនឿតែប៉ុណ្ណោះនោះទេគឺមាននិយាយអំពីការគ្រប់គ្រងលុយកាក់ផងដែរឥឡូវនេះមករៀនពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុហើយនឹងផ្នត់គំនិតនៃការគ្រប់គ្រងលុយកាក់ដ៏មានតម្លៃ3យ៉ាងដើម្បីបង្កើតសេរីភាពហិរញ្ញវត្ថុដ៏ពិតប្រាកដតាមរយៈព្រះគម្ពីរ 1. ផ្នត់គំនិតនៃការធ្វើជាអ្នកថែរក្សា Stewardship យើងដឹងហើយថាយើងមិនមែនជាម្ចាស់នៃលុយទេប៉ុន្តែយើងជាអ្នកគ្រប់គ្រងនៅក្នុងគម្ពីរបានប្រាប់យើងថារបស់សពសារពើគឺជារបស់ផងព្រះដូចមានចែងទុកនៅក្នុងគម្ពីរទំនុកដំកើងជំពូក24ខ1នៅពេលដែលយើងគិតថាលុយមិនមែនជារបស់យើងដាច់មុខនោះយើងនឹងលែងលុបលន់ហើយនឹងចាត់ចែងវាដោយមានភាពឆ្លាតវៃនិងមានការទទួលខុសត្រូវខ្ពស់ចំពោះការគ្រប់គ្រងនោះ 2. វិធីនៃការសន្សំនិងមិនបង្កើតបំណុល Saving and Debt សន្សំប្រាក់បន្តិចម្ដងដោយមានវិន័យនិងមិនបង្កើតឲ្យមានបំណុលដូចនៅក្នុងគម្ពីរសុភាសិតជំពូក21ខ20ក៏បានបង្រៀនយើងដែរថាមនុស្សមានប្រាជ្ញាតែងតែសន្សំទុកតែមនុស្សល្ងង់វិញមានប្រាក់ប៉ុណ្ណាចាយអស់ប៉ុណ្ណឹងជាងនេះទៅទៀតព្រះគម្ពីរបានប្រាប់យើងថាអ្នកដែលជំពាក់បំណុលគេគឺជាខ្ជុំនៃម្ចាស់បំណុលនោះដូច្នេះបើមិនចាំបាច់កុំបង្កើតបំណុលមកប្រើប្រាស់ឥតប្រយោជន៍អី 3. ថាមពលនៃការចែករំលែកនិងចិត្តសប្បុរស Generosity ការរស់នៅដោយចិត្តទូលាយតាមរយៈការដាក់ដង្វាយ 1/10 និងជួយដល់អ្នកក្រីក្រវាមិនមែនធ្វើឲ្យយើងកាន់តែក្រទៅនោះទេប៉ុន្តែវាជាការបើកទ្វារនៃព្រះពរដែលនាំឲ្យយើងទាំងអស់គ្នាមិនឲ្យធ្លាក់នៅក្នុងអន្ទាក់នៃលុយកាក់ចិត្តសប្បុរសនាំឲ្យមានព្រះពរដូចមាននៅក្នុងគម្ពីរសុភាសិតជំពូក11ខ24សូមមើលទៅក្នុងគម្ពីរសុភាសិតជំពូក11ខ24ដូច្នេះចូលគ្រប់គ្រងលុយកាក់របស់អ្នកឲ្យបានត្រឹមត្រូវចាប់ពីថ្ងៃនេះតទៅបើអ្នកគិតថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចចុច follow like comment ហើយ share ម្នាក់មួយដើម្បីឲ្យអ្នកដទៃទៀតបានដឹងហើយយល់អំពីរបៀបគ្រប់គ្រងនៃហិរញ្ញវត្ថុនេះផងដែរបាទសូមអរគុណសូមព្រះប្រទានពរ